រឿងក្រុងឧត្តមមានដំណើរតគ្នាមកថាមានព្រះមហាក្សត្រមួយអង្គទ្រង់បាននាំព្រះអគ្គមហេសីដែលកំពុងមានព្រះគភ៌យាងទៅក្រសាលព្រៃស្រាប់តែព្រះនាងប្រឈួនឧត្តរនិងប្រសូតព្រះរាជបុត្រព្រះនាងក៏នាំស្វាមីយាងចូលព្រៃនៅឆ្ងាយពីរេពុលក៏ប្រសូតមកជាពងមួយស្ដេចទាំងពីរអង្គទតឃើញដូច្នេះនឹកខ្មាស់អស់អាណាប្រជានរាស្ត្រទើបក៏កាយដីកប់ពងនោះទុកចោលក្នុងព្រៃហើយយាងត្រឡប់ចូលព្រះរាជវាំងវិញទាំងក្រៀមក្រំថ្លែងពីព្រានព្រៃម្នាក់ឈ្មោះវិញជាព្រានរបស់ព្រះរាជាមានថ្ងៃមួយព្រានបានចេញទៅបរបាញ់សត្វក្នុងព្រៃបានបណ្ដើរឆ្កែទៅជាមួយផងដែរលុះទៅដល់ព្រៃជាកន្លែងព្រះរាជាកប់ពងឆ្កែក៏ព្រុសកកាយដីព្រានបានឃើញពងធំចម្លែកក៏យកពងនោះមកថែរក្សានៅក្នុងផ្ទះរបស់ខ្លួនលុះពេលគ្រប់ខែពងនោះក៏ញាស់ចេញជាកូនមនុស្សប្រុសម្នាក់ដ៏សែនស្អាតព្រានឃើញល្អចម្លែកអស្ចារ្យក៏ចិញ្ចឹមកូននោះលុះត្រាតែធំហើយដាក់ឈ្មោះថាចៅប្រមាញ់លុះចម្រើនវ័យធំឡើងបរិសម្នាក់នេះមានរូបរាងស្អាតសង្ហាលើសពីបរិសទាំងពួងស្លេះពីព្រានវិញនិយាយពីតាដងយាយជ័យមានកូនក្រមុំម្នាក់ឈ្មោះនាងត្រចលមានរូបឆោមលោមពណ៌ល្អស្រស់ដាច់គេដំណើរទន់ភ្លន់ល្វេសរវន់រឹកពីសំសួនហាក់ដូចជាទេពអប្សរតាដងយាយជ័យបានសង់ផ្ទះនៅលើទីទួលមួយមានទឹកព័ទ្ធជុំវិញដើម្បីការពារកុំឲ្យបរិសចេញចូលដល់លំនៅឋានរបស់ពួកគាត់តាដងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះនាងតែននៅក្នុងស្រែរនោងតានឹងយាយតែងតែនាំកូនក្រមុំទៅលេងផ្ទះប្អូនស្រីជាញឹកញាប់នៅក្នុងភូមិនាងត្រចលដើរកាន់ក្អមដងទឹកអ្នកស្រុកឃើញនាងដើរក៏នាំគ្នាសរសើរថាដំណើរញ៉ៃញងទើបទីកន្លែងនោះជាប់ឈ្មោះថាភូមិឃុំញ៉ៃញងរាល់ពេលនាងដើរមកដល់អណ្ដូងទឹកមានមនុស្សសរសើរនាងថាសាច់សស្គុះទើបទីនោះជាប់ឈ្មោះថាឃុំគុះមកដល់សពថ្ងៃនេះថ្ងៃមួយតាដងយាយជ័យនិងកូនមកលេងផ្ទះនាងតែនទៀតលុះមកដល់ពាក់កណ្ដាលផ្លូវបានជួបនឹងព្រានវិញកំពុងនាំចៅប្រមាញ់ដើរបរបាញ់សត្វក៏ជជែកសួរសុខទុក្ខគ្នាទៅវិញទៅមកព្រោះពួកគាត់ធ្លាប់ស្គាល់គ្នាពីមុនមកហើយចៅប្រមាញ់និងនាងត្រចលកាលបើបានឃើញគ្នាហើយក៏ចេះតែគយគុណគ្នារហូតដល់មានសេចក្តីស្នេហាយល់ចិត្តគ្នាដែលមិនអាចបំភ្លេចបានចំណែកតានិងយាយក៏ពេញចិត្តនឹងកំឡោះម្នាក់នេះដែរក្រោយមកចៅប្រមាញ់ក៏ចេះតែស្កាត់មកជួបនាងត្រចលរាល់លើកដែលនាងបានមកលេងផ្ទះម្ដាយមីងមានថ្ងៃមួយតាយាយរវល់ខ្លាំងពេកនាងក៏លបមកលេងផ្ទះម្ដាយមីងតែម្នាក់ឯងថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រៃបន្ទាយលង្វែកគង់លើខ្នងអសពាបានក្រឡេកឃើញនាងកំពុងដើរតែម្នាក់ឯងក៏លោតចុះពីលើខ្នងសេះយាងសម្ដៅទៅរកនាងហើយលួងលោមនាងដោយសេចក្តីស្នេហាត្រង់ព្រៃដែលស្ដេចប្រទះនាងអ្នកស្រុកគេហៅថាព្រៃប្រទះនាងដែលសពថ្ងៃគេហៅคล้ายមកថាប្រទះឡាងទៅវិញនាងត្រចលក៏មានសេចក្តីផិតភ័យមិនមានការឆ្លើយតបទៅព្រះរាជាវិញទេបែរជារត់ត្រឡប់ក្រោយពេលនោះព្រះរាជានិងសេនាក៏រត់ដេញតាមនាងភ្លាមដោយកម្លាំងរត់មិនបានឆ្ងាយនាងក៏បានឈប់នៅក្បែរដំបូកមួយក្នុងព្រៃហើយលើកដៃបួងសួងថាបើរូបខ្ញុំពិតជាគូព្រេងជាមួយនឹងចៅប្រមាញ់មែនសូមឲ្យខ្ញុំលាក់ខ្លួននៅដំបូកនេះបានចិត្តផងលុះបួងសួងចប់ហើយនាងក៏សង្ងំលាក់ខ្លួននៅទីនោះម្នាក់ឯងព្រះរាជានិងសេនាមកដល់រកនាងមិនឃើញទ្រង់ក៏ពិគ្រោះជាមួយនឹងសេនាទូលតបថាស្រីដែលមានរូបល្អអំបញ្ញមិញនេះរត់មកពួនបាត់នៅដំបូក
ដែលជាកន្លែងមិនគួរនឹងលាក់ខ្លួនដូច្នេះប្រហែលជាមានទេវតាជួយយកអាសានាងមិនខានឡើយសេនាម្នាក់ទៀតទូលថាបើព្រះអង្គសពព្រះរាជហឫទ័យលើរូបនាងមែនសូមព្រះអង្គយាងចូលទៅស្ដីដណ្ដឹងនាងតាមប្រពៃណីវិញព្រះរាជាទ្រង់ព្រះសម្ដាប់ពាក្យសេនាទាំងអស់សពគ្រប់ហើយក៏យាងត្រឡប់ចូលព្រះពន្លាវិញដូច្នេះហើយបានជានៅកន្លែងនោះជាប់ឈ្មោះថាដំបូកមានលក្ខក្រោយមកអ្នកស្រុកបានសាងសង់វត្តដំបូកមានលក្ខនៅក្នុងឃុំទំនប់ធំស្រុកពញាលឺខេត្តកណ្ដាលលុះស្ដេចយាងទៅបាត់នាងត្រជើលក៏ដើរចេញពីដំបូកនោះត្រឡប់មកផ្ទះវិញនាងបានរៀបរាប់ប្រាប់ឪពុកម្ដាយនៅហេតុដែលកើតមានដល់រូបនាងហើយថ្លែងប្រាប់ពីសេចក្តីស្នេហារបស់ខ្លួនទៅលើចៅប្រមាញ់មហាសេនាបានស្វែងរកនាងត្រជើលគ្រប់ទិសទីនៅតែមិនឃើញទៀតព្រះរាជាក៏ប្រជុំអស់ពួកសេនានិមឺនហើយទ្រង់មានព្រះរាជបញ្ជាឲ្យរៀបចំពិធីប្រណាំងទូកងដើម្បីឲ្យមនុស្សផើលមកមើលក្រែងបានជួបប្រទះនឹងនាងលុះដល់ថ្ងៃប្រណាំងទូកអ្នកស្រុកផ្អើលឈូឆមីដេដាស់ពីពេញផ្លូវគ្រានោះតាដងយាយជ័យក៏នាំកូនស្រីទៅមើលការប្រណាំងទូកនឹងគេដែរមហាជនចេះតែមើលសម្រស់របស់នាងថែមទាំងលួចសរសើរគ្រប់គ្នាសេចក្តីសរសើរពីមាត់មួយទៅមាត់មួយក៏លេចលឺទៅដល់សេនាដែលកំពុងស្វែងរកមើលនាងហើយក៏ចេះតែដើរតាមនាងរហូតដល់ស្គាល់ផ្ទះទើបត្រឡប់ទៅថ្វាយព្រះរាជាវិញព្រះរាជាក៏យាងមកផ្ទះតាដងយាយជ័យទ្រង់មានព្រះបន្ទូលសូមស្ដីដណ្ដឹងកូនស្រីជាអគ្គមហេសីដោយផ្ទាល់ហើយព្រះអង្គបញ្ជាក់ទៀតថាសូមឲ្យតានិងយាយបង្គាប់យ៉ាងណាក៏បង្គាប់មកចុះយើងហ៊ានទទួលទាំងអស់តាយាយបានសួរចិត្តកូនដែរតែនាងប្រកែកចំពោះឪពុកម្ដាយថាកូនមិនទទួលយកស្ដេចទេខ្ញុំសុខចិត្តស្លាប់ជាមួយចៅប្រមាញ់ជាគូបណ្ដូលចិត្តឪពុកឬកូនប្រកែកដូច្នេះក៏ពិគ្រោះជាមួយយាយថាបើយើងមិនថ្វាយកូនឲ្យស្ដេចយើងនឹងមានទុក្ខនៅថ្ងៃក្រោយមិនខានតែបើលើកនាងឲ្យទៅទ្រង់យើងអាណិតចិត្តកូនដែលបានស្រឡាញ់គ្នាជាមួយចៅប្រមាញ់ជាទីពេញចិត្តរបស់យើងបើអញ្ចឹងយើងបង្គាប់ព្រះអង្គឲ្យធ្ងន់ទៅយាយបន្ថែមបន្ទាប់ពីពិភាក្សាគ្នារួចយាយតាក៏មកបង្គាប់ទូលព្រះរាជាថាសូមព្រះអង្គលើកផ្លូវមួយចាប់ពីព្រះពន្លាមកដល់ផ្ទះទូលព្រះបង្គំឲ្យរួចជាស្រេចតែក្នុងមួយរាត្រីប៉ុណ្ណោះបើមិនហើយទេទូលព្រះបង្គំមិនលើកកូនថ្វាយព្រះអង្គឡើយព្រះរាជាទ្រង់ព្រះសម្ដាប់ហើយយល់ថាបន្ទុកនេះធ្ងន់ណាស់តែដោយសារទ្រង់ទស្សពិតរាជធម៌ថែមទាំងសពព្រះរាជហឫទ័យលើរូបនាងខ្លាំងលឹះលុបផងនោះទ្រង់ក៏ទទួលធ្វើផ្លូវតាមបង្គាប់តាដងយាយជ័យមែនព្រះអង្គក៏ហៅរេពលទាំងអស់មកជួបជុំគ្នាហើយបញ្ជាឲ្យលើកផ្លូវថ្នល់មួយចាប់ពីព្រះពន្លារហូតដល់ផ្ទះឪដងម៉ាយជ័យឲ្យហើយក្នុងរយៈពេលមួយយប់ពាក្យដែលហៅថាស្រុកឧដុង្គសពថ្ងៃគឺហៅតាមព្រះបន្ទូលស្ដេចមុនដំបូងដែលហៅថាឪដងម៉ាយជ័យតែក្រោយមកគេហៅคล้ายជាឪដងមានជ័យគ្រានោះរេពលទាំងអស់លើកផ្លូវតាំងពីប្រលប់រហូតដល់ភ្លឺតែផ្លូវនោះនៅដាច់មិនទាន់ជួបគ្នាទើបទីនោះហៅថាភូមិថ្នល់ដាច់នៅក្នុងមន្ទីរលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងព្រលឹមស្រាងតាដងយាយជ័យបាននាំគ្រួសារចុះទូករួចជាស្រេចទៅមើលផ្លូវថ្នល់ដោយមានបំណងថាបើព្រះអង្គលើកផ្លូវក្នុងមួយយប់ហើយមែននោះនឹងនាំកូនរត់តែម្ដងលុះឃើញផ្លូវលើកមិនទាន់ហើយតានឹងយាយត្រេកអរជាខ្លាំងក៏ច្រានទូកចេញទៅវិញមិនបង្អង់ឡើយលុះស្ដេចយាងមកដល់តតឃើញទូកតាដងយាយជ័យចេញទៅឆ្ងាយទ្រង់គិតស្មានក្នុងព្រះទ័យថាឪដងម៉ាយជ័យមុខជាខឹងពីការលើកផ្លូវមិនរួចនេះហើយបានជាពួកគាត់មិននៅចាំជួបដូច្នេះព្រះរាជាក៏ចាត់សេនា4នាក់ឲ្យចូលទៅអង្វរតាយាយ
នឹងសូមយកនាងមកធ្វើជាព្រះទេពីរបស់ព្រះអង្គសេនាក៏ទៅអង្វរតាយាយតាមព្រះរាជបញ្ជាពេលនោះនាងត្រជើលក៏លុតជង្គង់សំពះប្រណម្យទៅសេនាវិញថានាងខ្ញុំសូមក្រាបបង្គំព្រះរាជាថាខ្ញុំម្ចាស់មិនសុខចិត្តទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេព្រោះខ្ញុំម្ចាស់ជាកូនរាជសាមញ្ញធម្មតាតែប៉ុណ្ណោះបើព្រះអង្គនៅតែបង្ខំខ្ញុំនឹងសម្លាប់ខ្លួនខណៈពេលនោះតាដុងយាយជ័យស្ទុះទៅអង្វរសេនាថាសូមលោកទៅទូលព្រះរាជាកុំឲ្យព្រះអង្គបង្ខំព្រះតីខ្លាំងពេកចាំខ្ញុំលួងលោមចិត្តកូនស្រីខ្ញុំឲ្យបានស្រួលបួលសិនសេនាឮហើយក៏លាត្រឡប់ទៅវិញយប់ឡើងតាដុងយាយជ័យនាំកូនរត់ទៅនៅផ្ទះនាងតែនហើយប្រាប់នាងឲ្យហៅព្រានវិញរើសពេលវេលារៀបមង្គលការកូនទាំងពីរផ្ដាំរួចរាល់ហើយតាយាយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញចាំទូលដោះសារនឹងស្ដេចចំណែកនាងតែនកាលបើបានបណ្ដាំបងហើយក៏ហៅព្រានវិញនឹងចៅប្រមាញ់ឲ្យមកចូលស្ដីដណ្ដឹងក្មួយស្រីរួចឲ្យអាចារ្យមើលពេលវេលាការបន្ទាប់មកក៏ផ្ដល់ដំណឹងទៅតាយាយមករៀបមង្គលការកូនវិញលុះដល់ថ្ងៃចូលរោងការតាដុងយាយជ័យក៏លបធ្វើដំណើរតាមផ្លូវកាត់ក្នុងព្រៃមានសេចក្តីព្រួយបារម្ភជានិច្ចព្រោះខ្លាចក្រែងស្ដេចមកតាមការគិតរបស់ពួកគាត់ច្រើនពេកធ្វើឲ្យពួកគាត់វង្វេងផ្លូវក្នុងព្រៃរកផ្ទះនាងតែនមិនឃើញទទួលពេលនោះតានឹងយាយបានជួបក្មេងខ្វៀលក្របីម្នាក់ពួកគាត់ក៏សួរទៅក្មេងនោះថាអានាងផ្លូវណាទៅត្រាំងទៅវាំងពន្លោះផ្លូវណាទៅគោះទៅស្រែរនោមដោយសារក្មេងខ្វៀលក្របីនោះចង់បានសំណែននិងភាពអ៊ូអរទើបគេឆ្លើយទៅតាយាយថាបើលោកតាលោកយាយចង់រកផ្លូវឲ្យឃើញដូចបំណងនោះសូមលោកទាំងពីរឡើងទៅបន់អ្នកតាខ្នងភ្នំដោយមានជាសំណែននិងលេងភ្លេងប្រពៃណីចំនួន9បទតាដុងយាយជ័យឮពាក្យក្មេងនិយាយដូច្នេះក៏ប្រញាប់ឡើងទៅបន់អ្នកតាខ្នងភ្នំភ្លាមលុះពេលចុះមកវិញពួកគាត់ក៏រកផ្លូវឃើញធ្វើដំណើរទៅដល់រោងការហើយនាំគ្នាយកសំណែនមកសែននិងប្រគំបទភ្លេងថ្វាយអ្នកតាខ្នងភ្នំថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លាឯបន្ទាយលង្វែកពេលទ្រង់ជ្រាបពីបញ្ហានេះហើយព្រះអង្គជាមួយសេនាសម្ដៅទៅផ្ទះនាងតែនទតឃើញនាងត្រជើលនិងចៅប្រមាញ់កំពុងក្រាបសំពះផ្ទឹមរួមខ្នើយជាមួយគ្នាពេលនោះទ្រង់ក៏ទតឃើញគូស្វាមីភរិយាទាំងពីរនាក់មានរូបសម្រស់ល្អស័ក្តិសមនឹងគ្នាទ្រង់ក៏បណ្ដោយឲ្យធ្វើកិច្ចផ្ទឹមរហូតដល់ចប់ក្រោយមកទ្រង់ក៏ហៅមេបាទាំងសងខាងនិងកូនប្រុសស្រីទាំងពីរនាក់ចូលមកជួបជុំចំពោះព្រះភ័ក្ត្រព្រះអង្គអ្នកទាំងអស់គ្នាមានសេចក្តីភ័យរន្ធត់ជាខ្លាំងព្រះរាជាត្រាស់សួរទៅចៅប្រមាញ់ថាមើលចៅមាណពតើឯងជាកូនអ្នកណាបានជាហ៊ានមករៀបការជាមួយនាងដែលជាគូដណ្ដឹងរបស់យើងដូច្នេះចៅប្រមាញ់ទូលតបវិញថាទូលព្រះបង្គំជាកូនរបស់ព្រានវិញក្រាបទូលព្រះរាជាទតឃើញព្រានវិញជាព្រានរបស់ទ្រង់ក៏មានព្រះបន្ទូលថាព្រានឯងបានកូនប្រុសនេះមកពីណាម្ដេចក៏យើងមិនដែលស្គាល់សោះអីចឹងព្រានវិញអោនសេរីសាក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំងកូនប្រុសនេះមិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេគឺជាកូនចិញ្ចឹមទេក្រាបទូលព្រានវិញបាននិយាយរឿងរ៉ាវទាំងអស់ថ្វាយព្រះរាជាហើយចង្អុលទៅចៅប្រមាញ់ជាកូនដែលអង្គុយក្រាបសំពះនៅចំពោះព្រះភ័ក្ត្រព្រះអង្គខណៈពេលនោះព្រះរាជាក៏ស្ទុះទៅអោបក្រសោបចៅប្រមាញ់ហើយមានព្រះបន្ទូលថាកូនសម្លាញ់មានឪពុកយើងនេះហើយជាឪពុកពិតប្រាកដរបស់កូនព្រះអង្គថ្លែងពីរឿងគ្រប់យ៉ាងដល់មនុស្សគ្រប់គ្នាបន្ទាប់មកព្រះរាជាក៏ចាត់ចែងឲ្យរាយពលដង្ហែព្រះរាជបុត្រនិងព្រះនាងត្រជើលចូលក្នុងព្រះរាជវាំងធ្វើព្រះរាជពិធីអភិសេកឡើងសោយរាជ្យជាស្ដេចផែនដីដំណរពីព្រះអង្គក្នុងពេលនោះរហូតតទៅ